ការលើកទឹកចិត្តគឺជាអ្វីដែលជំរុញឲ្យអ្នកបានចាប់ផ្ដើមហើយទម្លាប់គឺជាអ្វីដែលជំរុញឲ្យអ្នកបានបន្តដំណើរទៅមុខទៀតវាដូចទៅនឹងអ្វីដែលអ្នកកំពុងតែសញ្ជឹងគិតនៅក្នុងពេលនេះអញ្ចឹងការស្វែងរកមនុស្សដែលមានគុណភាពដើម្បីមកធ្វើការជាមួយអ្នកនិងធ្វើការឲ្យអ្នកគឺជាទិដ្ឋភាពដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នកនិងស្វែងរកនូវភាពរុងរឿងនៅក្នុងពេលតែមួយរួមគ្នាវាមានជំហានជាច្រើនទៀតនៅក្នុងដំណើរការមួយនេះហើយយើងនឹងនិយាយក្តោបទៅលើជំហាននីមួយៗដែលអាចផ្លាស់ប្ដូរយ៉ាងខ្លាំងទៅលើគន្លងណាមួយដែលអ្នកចង់បានពោលគឺរង្វាន់និងការទទួលស្គាល់នេះឯងការផ្ដល់រង្វាន់ទៅកាន់មនុស្សម្នាសម្រាប់ជំហានតូចៗនៃការអភិវឌ្ឍរបស់ពួកគេគឺជាផ្នែកមួយដ៏សំខាន់ចំពោះភាពជោគជ័យចុងក្រោយរបស់អ្នកប្រសិនបើអ្នកជាឪពុកម្នាក់ដូច្នេះអ្នកនឹងដឹងថាអ្នកចាំបាច់ត្រូវផ្ដល់រង្វាន់ទៅកាន់កូនៗរបស់អ្នកចំពោះភាពជោគជ័យផ្សេងៗរបស់ពួកគេមិនខានបើអញ្ចឹងតើហេតុអ្វីបានជាអ្នកមិនព្រមធ្វើបែបនេះសម្រាប់ធុរកិច្ចរបស់អ្នកផងដែរការពិតដ៏សាមញ្ញបំផុតនោះគឺថាការផ្ដល់រង្វាន់ដល់មនុស្សគ្រប់គ្នាសម្រាប់ជំហានជោគជ័យតូចៗរបស់ពួកគេនោះអាចធ្វើឲ្យក្លាយជាមនុស្សដ៏មានសំណាងម្នាក់បានទស្សនវិជ្ជាស្ដីអំពីទ្រព្យសម្បត្តិនិងភាពស្ដុកស្ដំហើយវាមានអត្ថន័យដូចតទៅនេះចូលធ្វើខ្លួនឲ្យមមាញឹកក្នុងការផ្ដល់ឲ្យអ្នកដទៃនៅការទទួលស្គាល់ដែលវាជាអ្វីដែលអ្នកមិនត្រូវការសម្រាប់ខ្លួនអ្នកឡើយសូមកុំបារម្ភអីត្បិតអ្នកនឹងទទួលបានការតបស្នងមកវិញតាមរយៈការខិតខំប្រឹងប្រែងរបស់អ្នកច្រើនជាងនោះទៅទៀតបន្ទាប់មកទៀតចូលចំណាយពេលដើម្បីរៀនពីជំនាញទំនាក់ទំនងការក្លាយជាអ្នកទំនាក់ទំនងដែលមានជំនាញច្បាស់លាស់ម្នាក់គឺជាការវិនិយោគដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើដោយខ្លួនឯងបានក្នុងនាមជាអ្នកទំនាក់ទំនងដ៏ជំនាញម្នាក់អ្នកនឹងអាចធ្វើការទំនាក់ទំនងសម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់អ្នកនិងអាចផ្ដល់ការជំរុញលើកទឹកចិត្តទៅដល់បុគ្គលិករបស់អ្នកបានផងដែរសូមកុំមើលស្រាលចំពោះសារៈសំខាន់នៃរឿងមួយនេះឲ្យសោះការប្រស្រ័យទាក់ទងគ្នាក្នុងបរិយាកាសធុរកិច្ចអាចមានទម្រង់ផ្សេងៗជាច្រើននិងផ្ដល់នូវរង្វាន់ដល់អ្នកទៅតាមកម្រិតខុសៗគ្នាកម្រិតទី1គឺការបណ្ដុះបណ្ដាលដែលអ្នកគ្រាន់តែបង្ហាញនរណាម្នាក់ពីរបៀបដែលធុរកិច្ចរបស់អ្នកដំណើរការនិងរបៀបដែលការងារដ៏ជាក់លាក់មួយអាចដំណើរការបានតែប៉ុណ្ណោះការបណ្ដុះបណ្ដាលមិនមែនជារឿងពិបាកអ្វីឡើយតាមពិតទៅវាងាយស្រួលណាស់ហើយជារឿយៗសូម្បីកុមារក៏អាចធ្វើវាបានដែរកម្រិតទី2គឺការបង្ហាត់បង្រៀននេះជាអ្វីដែលអាចនឹងមានភាពស្មុគស្មាញបន្តិចការបង្ហាត់បង្រៀនជាការប្រើប្រាស់ការប្រស្រ័យទាក់ទងគ្នាដើម្បីផ្ដល់ជំនាញទៅកាន់អ្នកដទៃប្រសិនបើអ្នកជាគ្រូបង្រៀនដ៏ជោគជ័យម្នាក់នោះសិស្សរបស់អ្នកនឹងដើរចេញពីថ្នាក់មកព្រមជាមួយនឹងសមត្ថភាពនិងជំនាញថ្មីៗរបស់ពួកគេជាពុំខានបន្ទាប់មកគឺត្រូវមានការទំនាក់ទំនងកម្រិតទី3ហើយវាបានកើតចេញពីទម្រង់នៃការរៀបចំបំផុសគំនិតនេះឯងមួយផ្នែកទៀតវាមានន័យថាជាការជួយមនុស្សឲ្យចេះស្រមើស្រមៃពីភាពល្អប្រសើររបស់ខ្លួនទៅថ្ងៃខាងមុខជាជាងអ្វីដែលពួកគេកំពុងមាននាពេលបច្ចុប្បន្ននេះការនេះគឺទំនាក់ទំនងទៅនឹងការធ្វើឲ្យមនុស្សចេះមើលឃើញហួសពីព្រំដែនកំណត់នៃកន្លែងដែលពួកគេកំពុងស្ថិតនៅនិងដើម្បីឲ្យពួកគេចេះធ្វើការស្រមើស្រមៃពីកន្លែងដែលពួកគេអាចនឹងទៅដល់នៅថ្ងៃអនាគតនេះគឺជាអ្វីដែលយើងអាចផ្លាស់ប្ដូរបាននិងធ្វើបដិវត្តន៍មកលើជីវិតរបស់យើងបានវាគឺជារឿងដែលមានតម្លៃគ្រប់គ្រាន់និងគួរឲ្យចាប់អារម្មណ៍ព្រោះប្រការទាំងនេះ
គឺផ្ដោតទៅលើការរៀនអំពីរបៀបធ្វើការប្រស្រ័យទាក់ទងឲ្យកាន់តែល្អប្រសើរជាមួយនឹងអ្នកដទៃដែលវានឹងជួយឲ្យអ្នកអាចរកប្រាក់បានកាន់តែច្រើនបន្ថែមទៀតហើយប្រការទាំងអស់នេះក៏សុទ្ធសឹងតែមានជាប់ពាក់ព័ន្ធទៅនឹងល្បឿននៃសកលភាវូបនីយកម្មដូចគ្នាវាក៏មិនខុសគ្នាទៅនឹងការដែលអ្នកត្រូវការជំនាញច្រើនជាងមួយនៅកន្លែងធ្វើការក្នុងសតវត្សទី21របស់អ្នកអ្វីដែរអ្នកនឹងទំនងជាត្រូវការភាសាច្រើនជាងមួយភាសាជាទូទៅវាអាចជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបន្តិចចំពោះប្រទេសមួយដែលមានវប្បធម៌មិននិយាយភាសាដទៃដូចជាសហរដ្ឋអាមេរិកនេះប៉ុន្តែមនុស្សជាច្រើននៅជុំវិញពិភពលោកដូចជានៅអឺរ៉ុបនិងអាស៊ីជាដើមគឺពួកគេបាននិយាយច្រើនភាសារួចទៅហើយការនេះវាបានផ្ដល់ឲ្យពួកគេនៅអត្ថប្រយោជន៍ជាច្រើននិងធ្វើឲ្យពួកគេមានប្រៀបជាងអ្នកដទៃជាឧទាហរណ៍នៅពេលដែលអ្នកអានសៀវភៅនេះមានមនុស្សរាប់លាននាក់កំពុងតែរៀនភាសាអង់គ្លេសនៅក្នុងប្រទេសចិនក្នុងពេលឥឡូវនេះនៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់ Scandinavian ខ្ញុំមិនចាំបាច់ត្រូវការអ្នកបកប្រែឡើយហើយដំណើរការមួយនេះគឺកំពុងតែប្រព្រឹត្តទៅយ៉ាងរលូនតែម្ដងសម្រាប់ខ្ញុំចូលរក្សាសច្ចភាពមួយនេះបន្ថែមទៀតចូលទៅក្នុងខួរក្បាលរបស់អ្នកខ្ញុំមានមិត្តរួមការងារច្រើនណាស់ដែលអាចនិយាយ3ឬ4ភាសាហើយជាលទ្ធផលពួកគេកំពុងតែរកប្រាក់បានរាប់លានដុល្លារចេញពីភាសានីមួយៗរបស់ពួកគេការប្រស្រ័យទាក់ទងគឺជារឿងសំខាន់នៅក្នុងអាជីវកម្មហើយការប្រស្រ័យទាក់ទងគឺកំពុងតែមានការវិវត្តទៅមុខដោយសារតែបច្ចេកវិទ្យាជាបន្តបន្ទាប់ការបង្រៀនកូនរបស់អ្នកឲ្យចេះប្រើភាសាគឺជាអំណោយដ៏អស្ចារ្យបំផុតមួយដែលអ្នកអាចផ្ដល់ឲ្យពួកគេសម្រាប់អនាគតដ៏ថ្លៃថ្លារបស់ពួកគេបានការរៀនភាសាបន្ថែមគឺមិនមែនជារឿងដែលមិនអាចទៅរួចនោះទេវាដូចទៅនឹងរឿងជាច្រើនទៀតនៅក្នុងជីវិតអញ្ចឹងដែរវាគ្រាន់តែជាបញ្ហាផ្នែកផ្គត់ផ្គង់គំនិតនិងការផ្ដោតអារម្មណ៍របស់យើងតែប៉ុណ្ណោះបើអ្នកនៅតែមិនជឿថាការរៀនភាសាបរទេសគឺជាគុណប្រយោជន៍ដ៏ល្អបំផុតសម្រាប់ខ្លួនអ្នកនិងជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់គ្រួសាររបស់អ្នកទៀតអញ្ចឹងសូមពិចារណាមើលលើចំណុចនេះមធ្យោបាយដ៏ល្អបំផុតមួយក្នុងការកសាងជញ្ជាំងហិរញ្ញវត្ថុឲ្យព័ទ្ធជុំវិញគ្រួសាររបស់អ្នកគឺត្រូវមានជំនាញច្រើនជាងមួយនិងច្រើនជាងមួយភាសាជាឧទាហរណ៍វានឹងក្លាយជារឿងដែលកាន់តែងាយស្រួលមួយសម្រាប់មនុស្សគ្រប់គ្នាក្នុងការធ្វើចំណាកស្រុកចេញពីប្រទេសមួយទៅកាន់ប្រទេសមួយទៀតនៅពេលដែលពួកគេមានជំនាញជាច្រើនដើម្បីផ្ដល់ទៅកាន់អ្នកដទៃនិងអាចផ្ដល់ជំនាញទាំងនោះចេញទៅក្នុងទម្រង់ជាភាសាផ្សេងៗជាច្រើននោះ